ទីក្រុងតូក្យូចេញមុខតវ៉ាយ៉ាងខ្លាំងក្រោយប្រធានាធិបតីរុស្ស៊ីទៅទស្សនកិច្ចលើកដំបូងនៅប្រជុំកោះដែលមានចំនួនអធិបតេយ្យភាពយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថាប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានទៅបំពេញទស្សនកិច្ចជាលើកដំបូងនៅលើកោះអ៊ីទូរ៉ុបដែលជាកោះស្ថិតនៅចុងបញ្ចប់នៃប្រជុំកោះគូរីលក្បែរកោះហុកកៃដូហើយក៏ជាដែនដីដែលជប៉ុនទាមទារអធិបតេយ្យភាពផងដែរដំណើរបំពេញទស្សនកិច្ចនេះបានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីការធ្វើសមយុទ្ធជើងទឹកដ៏ធំរបស់រុស្ស៊ីនិងការបាញ់សាកល្បងមីស៊ីលប៉ាលីស្ទិកពីសំណាក់ប្រទេសកូរ៉េខាងជើងដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនសំដៅទៅកាន់ផ្ទៃទឹកភាគខាងកើតនៃឧបទ្វីបកូរ៉េដែលជាការបង្ហាញសាច់ដុំមុនពេលមានសមយុទ្ធយោធារួមគ្នារវាងអាមេរិកនិងកូរ៉េខាងត្បូងក្នុងដំណើរបំពេញទស្សនកិច្ចផ្ទាល់ខ្លួនលើកដំបូងមកកាន់ប្រជុំកោះនេះប្រធានាធិបតីរុស្ស៊ីបានទៅទស្សនារោងចក្រកែច្នៃត្រីយ៉ាស្នីដោយបានទស្សនានិងភ្លក់ផលិតផលត្រីនៅក្នុងស្រុកព្រមទាំងបានជជែកលេងសើចដោយស្និទ្ធស្នាលជាមួយប្រជាជនក្នុងតំបន់ពីអាកាសធាតុដ៏ល្អនៅលើកោះនោះបន្ទាប់ពីលោកបានបញ្ចប់បេសកកម្មក្នុងពិធីត្រួតពិនិត្យសមយុទ្ធជើងទឹកនៅតំបន់ចុងបូព៌ារបស់រុស្ស៊ីជុំវិញសកម្មភាពនេះរដ្ឋមន្ត្រីការបរទេសជប៉ុនលោកតូស៊ីមីតស៊ូម៉ូតេហ្គីបានចេញមុខសម្ដែងការតវ៉ាយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម X ដោយបានគូបញ្ជាក់ថាដែនដីភាគខាងជើងរួមទាំងកោះអេតូរ៉ូហ្វូដែលជាដែនដីអធិបតេយ្យភាពរបស់ជប៉ុនទាំងផ្នែកប្រវត្តិសាស្ត្រនិងផ្អែកលើច្បាប់អន្តរជាតិគូបញ្ជាក់ផងដែរថាប្រទេសរុស្ស៊ីនិងជប៉ុនមិនដែលបានចុះហត្ថលេខាលើសញ្ញាសន្តិភាពផ្លូវការណាមួយដើម្បីបញ្ចប់សង្គ្រាមលោកលើកទី2នោះឡើយដោយសារចំនួនដណ្ដើមអធិបតេយ្យភាពមិនទាន់បានដោះស្រាយនៅលើប្រជុំកោះនេះដែលខាងជប៉ុនប្រសិទ្ធនាមថាដែនដីភាគខាងជើងរីឯរុស្ស៊ីគ្រប់គ្រងនិងហៅថាប្រជុំកោះគូរីលខ្ញុំបាទស៊ីណាតពីរំលេច News TV ចុងភៅហេងមេងឡាយសូមស្វាគមន៍ប្រូម៉ូសិនពិសេសពីចុងភៅហេងមេងឡាយមាន free ជូនរហូតដល់ទៅ15មុខនិងភោជនីយដ្ឋានសម្រាប់គូស្វាមីភរិយាថ្មី25គូដំបូងដែលមានបំណងចង់រៀបអាពាហ៍ពិពាហ៍និងពិសាភោជនីយអាហារនៅភោជនីយដ្ឋានចាប់ពី40តុ60តុនិង80តុប្រញាប់រស់រានឡើងកម្មវិធីពិសេសនេះផ្ដល់ជូនត្រឹមតែ25គូដំបូងតែប៉ុណ្ណោះសូមតាក់ទងមកកាន់ហាងយើងខ្ញុំតាមរយៈ Telegram អាសយដ្ឋានផ្ទះលេខ96ផ្លូវ 3BT សង្កាត់បឹងទំពុន1ខណ្ឌមានជ័យរាជធានីភ្នំពេញឬតាក់ទងតាមរយៈទំព័រ Facebook Page ផ្លូវការហេងមេងឡាយ